បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុនណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ារាត្រីនេះគឺជារាត្រីថ្ងៃទី8ខែសីហាឆ្នាំ2026បាទនៅរាត្រីនេះខ្ញុំមានព័ត៌មានជាច្រើនដែលនឹងជម្រាបជូនបងប្អូនតាមលំដាប់លំដោយនៃព័ត៌មានហើយមានដំណឹងល្អមានដំណឹងគួរឲ្យកត់សម្គាល់ហើយនឹងមានរឿងច្រើនដែលចង់ឲ្យបងប្អូនយកចិត្តទុកដាក់ចាប់អារម្មណ៍មែនតើដោយសារតែអឺនេះព័ត៌មានថ្មីនេះដែលខាងសហរដ្ឋអាមេរិកគឺព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្រេចបោះឆ្នោតជ្រើសរើសឲ្យលោក Christopher Anderson ធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលការបោះឆ្នោតនេះគឺជាការបើកទំព័រថ្មីមួយតាក់ទងនឹងទំនាក់ទំនងរបស់អាមេរិកនិងប្រទេសកម្ពុជាជាពិសេសប្រទេសកម្ពុជាអត់មានឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានេះ2ឆ្នាំជាងហើយតាំងតែពីលោកត្រាំឡើងកាន់អំណាចឥឡូវនេះស្រាប់តែមានអឺមនុស្សថ្មីចូលទៅធ្វើការបំពេញជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពហើយតើលោក Christopher Anderson នេះគាត់បានសន្យាអីគេខ្លះកាលពីគាត់ស្បត់ស្បែកសន្យាមុខគណៈកម្មាធិការព្រឹទ្ធសភានៅកាលពីខែកក្កដាកន្លងទៅហើយមានតាក់ទងនឹងព័ត៌មាននឹងមន្ត្រីខ្មែរបានជួបជាមួយនឹងមន្ត្រីការបរទេសឬក៏ប្រជាពលរដ្ឋខ្មែរជួបជាមួយនឹងក្រសួងការបរទេសអាមេរិកតើជួបដើម្បីអីនិយាយអីគេខ្លះមានរឿងអីដែលជាដំណឹងល្អអីទេសម្រាប់ប្រទេសកម្ពុជាបាទទាំងនេះគឺខ្ញុំនឹងមានជម្រាបជូននៅក្នុងការផ្សាយព័ត៌មានក្នុងរយៈពេលប្រមាណជា1ម៉ោងនេះបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមអានព័ត៌មាននេះដោយតាមលំដាប់លំដោយនៃមាតិការបស់ព័ត៌មានដូចតទៅទី1គឺឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅប្រទេសកម្ពុជាត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតឯកភាពជាផ្លូវការហើយតើគាត់សន្យាអ្វីខ្លះសម្រាប់ប្រទេសកម្ពុជាអង្គការ Save Cambodia ប្រាប់ដំណឹងល្អដល់ប្រជាពលរដ្ឋខ្មែរក្រោយចូលជួបមន្ត្រីក្រសួងការបរទេសអាមេរិកអ្នកស្រីមូសុខហួរដឹកនាំក្រុមបាតកោតវ៉ាមុខក្រសួងរដ្ឋាភិបាលជាតិអាមេរិករឿងកម្ចាត់ការឆបោកអនឡាញនៅកម្ពុជាឲ្យមានប្រសិទ្ធភាពមន្ត្រីតមន្ត្រីទូតខ្មែរនៅរដ្ឋធានី Washington មិនបើកទ្វារចេញទទួលសំណើពលរដ្ឋដែលតវ៉ានៅមុខស្ថានទូតនេះមេតបជើងទឹកអាមេរិកទៅកម្ពុជាដើម្បីពង្រឹងសន្តិសុខតំបន់ Indo-Pacific ទប់ឥទ្ធិពលចិនចលនាមេដាធម្មជាតិថាមកដល់ពេលនេះមានកប៉ាល់ខ្នាតយក្សយ៉ាងតិច5គ្រឿងបោះយុទ្ធការចាំទទួលខ្សាច់ពីសាឡង់តូចៗរបស់ក្រុមហ៊ុនសង្ហបុរីពលរដ្ឋជនភៀសសឹកជាង500នាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិធ្វើរបាយការណ៍ចប់កម្មកររោងចក្រនៅកំពង់ស្ពឺត្អូញត្អែរឿងចង់ដាច់បាយដោយសារតែកម្ចីការប្រាក់ខ្ពស់កប់ពពកហើយអាជ្ញាធរមិនយកចិត្តទុកដាក់គ្រួសារអ្នកជាប់ឃុំបាក់ភ្លើងទៀននិងឆន្ទៈខ្មែរត្រហូយំនឹងខកចិត្តដែលអាជ្ញាធរបន្តមិនព្រមដោះលែងពួកគេទោះជាប់ពន្ធនាគារគ្រប់កាលកំណត់មុងណារ៉េតនៅតែបន្តរងការលាបពណ៌និងវាយប្រហារដោយការកាត់វីដេអូមួយជ្រុងដើម្បីបំភាន់សាធារណជនអ៊ីរ៉ង់ទារឲ្យអាមេរិកបង់ថ្លៃបំពេញ MOU ជាមុនសិនទៅព្រមបើកច្រកហ័រមូសឡើងវិញលោកត្រាំទាត់ចោលព័ត៌មានដែលថាលោកអន់ចិត្តនឹងរដ្ឋមន្ត្រីក្រសួងសង្គ្រាមរឿងអាមេរិកខ្វះគ្រាប់រំសេវដោយសារសង្គ្រាមជាមួយនឹងអ៊ីរ៉ង់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានគឺថាគ្រាន់តែណែមេតិការនៃព័ត៌មានហ្នឹងគឺក៏អានតែមហត់ដែរខ្ញុំនឹងសង្ខេបព័ត៌មាននេះព្រោះអីថ្ងៃនេះខ្ញុំមានពេលតែ1ម៉ោងគត់ព្រោះដោយសារតែខ្ញុំត្រូវទៅបកប្រែនៅក្នុងកិច្ចប្រជុំរបស់សាលាក្រុងតាក់ទងនឹងរឿងអឺថវិកាបាទព្រោះអីសាលាក្រុងគឺគេនិយាយអំពីការរៀបចំគម្រោងថវិកាឆ្នាំសារពើពន្ធ2027ហើយដោយសារតែឆ្នាំនេះគឺសាលាក្រុងខ្វះថវិកាច្រើនមែនទែនរហូតដល់កាត់បន្ថយបុគ្គលិកដល់ទៅជាង400នាក់ដូច្នេះកិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍អញ្ចឹងបងប្អូនណានៅសហគមន៍ក្រុងឡុងបិច
ជាពិសេសពលរដ្ឋខ្មែរដែលចាប់អារម្មណ៍និងចង់ដឹងមើលថាតើរឿងនេះវាប៉ះពាល់ដល់សហគមន៍យើងប៉ុណ្ណាហើយមានសំណូមពរអីដល់សាលាក្រុងកុំឲ្យគេកាត់អីកុំឲ្យគេដកអីឧទាហរណ៍កម្មវិធីប្រជុំនេះគឺធ្វើនៅម៉ោង10ព្រឹកបាទនៅសល់តែ1ម៉ោងជាងទៀតតែប៉ុណ្ណោះ1ម៉ោង40នាទីទៀតនៅក្នុងឧទ្យានមួយឈ្មោះឧទ្យាន Silverado នៅតំបន់ភាគខាងលិចនៃទីក្រុងឡុងបិចបាទបងប្អូនណាដែលស្គាល់ទីតាំងឧទ្យាន Silverado អញ្ជើញទៅចោះមានការបកប្រែជាភាសាខ្មែរអេស្ប៉ាញនិងតាហ្គាឡុកហើយកម្មវិធីនេះធ្វើជាភាសាអង់គ្លេសហើយមានផ្ដល់អាហារទទួលទានផងបាទនេះគឺសម្រាប់តែដំណឹងសហគមន៍បងប្អូននៅឡុងបិចតែប៉ុណ្ណោះឥឡូវនេះគឺដើម្បីបន្តព័ត៌មានទី1ទៅមុនបងប្អូនគឺឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកបោះឆ្នោតនៅសម្លេង51ទល់នឹង47បាទសម្លេងដែលបោះឆ្នោតគាំទ្រនេះគឺប្រកាសប្រកាយណាស់ដែរព្រោះមាន51នាក់គាំទ្រឲ្យគាត់ក្លាយជាឯកអគ្គរដ្ឋទូតថ្មីហើយអ្នកដែលបោះឆ្នោតគាំទ្រនោះគឺជាសមាជិកមកពីខាងគណៈបកសាធារណរដ្ឋរបស់លោកត្រាំឯគណៈបកប្រជាធិបតេយ្យភាគច្រើនពួកគាត់បោះឆ្នោតមិនគាំទ្រទេគឺ47សម្លេងមិនគាំទ្រតែដោយសារតែព្រឹទ្ធសភានេះត្រូវការសម្លេង50+1ហើយសមាជិកព្រឹទ្ធសភាមានតែ100នាក់ដូច្នេះ50+1នេះគឺមានចំនួនគ្រប់គ្រាន់ល្មមផ្ដល់ភាពស្របច្បាប់ឲ្យលោក Christopher Anderson ក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាជាផ្លូវការហើយកាលពីម្សិលមិញនេះដូច្នេះលោកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ខាងមុខដើម្បីទៅបំពេញការងារជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលតំណែងនេះគឺនៅទទេចំហចោលនឹង2ឆ្នាំហើយតាំងពីលោកPatrick Murphy ដែលគាត់ជាឯកអគ្គរដ្ឋទូតពីកូតាគណៈបកប្រជាធិបតេយ្យដល់ពេលលោកត្រាំឡើងកាន់ឆ្នោតជាសាធារណរដ្ឋអញ្ចឹងទៅកូតាថ្មីសម្រាប់តំណែងនយោបាយនេះក៏អត់បានដាក់តាំងពីយូរហើយទុកតែត្រឹមភារៈធារីមានអ្នកស្រី Bridget Walker ពីមុនមកហើយក្រោយមកក៏សប្តាហ៍ថ្ងៃនេះមានភារៈធារីអាមេរិកថ្មីមួយទៀតគឺអ្នកស្រី Alex Zero ដូច្នេះលោក Christopher Anderson នឹងទៅបំពេញការងារក្នុងនាមជាតំណាងឲ្យសហរដ្ឋអាមេរិកពេញមុខពេញមាត់គឺវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅកម្ពុជាហើយតើមានន័យយ៉ាងម៉េចសម្រាប់ប្រទេសកម្ពុជាតើលោក Christopher Anderson នឹងបានសន្យាអីគេខ្លះសម្រាប់ប្រទេសកម្ពុជាអញ្ចឹងហើយបានជាខ្ញុំឲ្យបងប្អូនកត់ត្រាហើយនឹងcopy ចម្លងឯកសារនេះទុកសម្រាប់សាររបស់លោកព្រោះអីនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026លោក Christopher Anderson បានសច្ចាយ៉ាងអោលរឹកនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិកនៅពេលដែលលោកឡើងទៅបង្ហាញអំពីគុណសម្បត្តិរបស់លោកនិងស្នាដៃហើយនឹងការបដិញ្ញារបស់លោកមុននឹងត្រូវបានព្រឹទ្ធសភាបោះឆ្នោតសម្រេចឲ្យលោកជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជាតំណាងឲ្យសហរដ្ឋអាមេរិកនេះនៅក្នុងថ្ងៃទី16ខែកក្កដានោះគាត់មាននិយាយរឿងច្រើនក៏ប៉ុន្តែខ្ញុំយកតែ2ចំណុចតែប៉ុណ្ណោះដើម្បីឲ្យបងប្អូនទាំងអស់គ្នាចងចាំជាពិសេសប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ទាំងនៅស្រុកខ្មែរទាំងនៅស្រុកអាមេរិកទាំងប្រជាពលរដ្ឋខ្មែរផ្ទាល់នៅស្រុកខ្មែរទាំងប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកឬក៏នៅស្រុកណាក៏ដោយដើម្បីអីឲ្យលោក Christopher Anderson ទទួលខុសត្រូវចំពោះការសន្យារបស់លោកព្រោះលោកសន្យាចំពោះមុខព្រឹទ្ធសភាចំនួន2ចំណុចដូចតទៅទី1ចំណុចទី1ដែលលោកកត់សម្គាល់ខ្លាំងគឺលោកបានសច្ចាថាលោកនឹងអនុវត្តគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យបានជោគជ័យតាក់ទងនឹងការដែលគិតប្រយោជន៍សហរដ្ឋអាមេរិកជាចម្បងប្រជាពលរដ្ឋអាមេរិកជាចម្បងនៅក្នុងគោលការណ៍ដែលយកប្រជាពលរដ្ឋអាមេរិកជាចម្បងនេះគឺអ្នកណាក៏ដោយឲ្យតែប៉ះពាល់ដល់ប្រយោជន៍សហរដ្ឋអាមេរិកគឺក្នុងតំណាងជាសហរដ្ឋអាមេរិកនៅទីណាក៏ដោយត្រូវតែចាត់ការដោះស្រាយបញ្ហានេះដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋអាមេរិកនៅឯប្រទេសអាមេរិកមិនចំពោះថាអក្រិតកម្មឬបាត់ល្មើសនឹងកើតឡើងនៅស្រុកណាក៏ដោយឲ្យតែជនរងគ្រោះជាប្រជាពលរដ្ឋអាមេរិកនៅក្នុងរឿងនេះគឺលោក Christopher Anderson លោកផ្ដោតខ្លាំងទៅលើការឆបបោកអនឡាញនៅកម្ពុជាដឹងហើយថាប្រជាពលរដ្ឋអាមេរិករាប់សែននាក់ក្លាយទៅជាជនរងគ្រោះហើយប្រាក់យ៉ាងតិច20និយាយទៅ$20,000 លានជាងដែលជនជាតិអាមេរិកបាត់បង់ដែលគេទើបតែរកឃើញថ្មីនេះ
នៅក្នុងនោះគឺ$15,000,000គេបានបង្កក់រួចទៅហើយគឺពីលោកឧកញ៉ាចិនស៊ីដែលជាទីប្រឹក្សារបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយមានសញ្ជាតិកម្ពុជាផងដែលរកស៊ីបោកឆោបោកយកឈ្មោះកម្ពុជាយកទៅលក់លើឆាកអន្តរជាតិហើយទៅបោកប្រាស់ប្រជាពលរដ្ឋអាមេរិកជាពិសេសចាស់ៗដែលចូលរត្រែតចូលអីប្រាក់សន្សំសោធននិវត្តន៍និងប្រាក់សន្សំមួយជីវិតរបស់គាត់អ្នកខ្លះអស់លលីងតែម្ដងដោយសារតែផុងចាញ់លងខ្លួននៅក្នុងការឆបោកអនឡាញពីក្រុមអក្រិតកម្មឆបោកអនឡាញដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយមានអ្នកកាងសុទ្ធតែមន្ត្រីក្រាក់ៗនៅជួររដ្ឋាភិបាលកម្ពុជាដែលសប្តាហ៍ថ្ងៃអត់ទាន់មានការចាត់ការអីទេដូច្នេះហើយបានថាលោក Christopher Anderson គាត់សច្ចាថាតកតងនឹងការឆបោកអនឡាញនេះគាត់នឹងបដិញ្ញាចាប់ជនដៃដល់ដែលនៅពីក្រោយនៃការឆបោកអនឡាញហ្នឹងយកមកផ្ដន់ទាទោសឲ្យខាងតែបានរឿងនេះឯងដែលបងប្អូនទាំងអស់គ្នាត្រូវចាំថាលោក Christopher Anderson គាត់ពិតជាបដិញ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះមែនហើយក៏ប៉ុន្តែមិនមែនតែសហការទេគឺគាត់បដិញ្ញាធ្វើយ៉ាងម៉េចចាប់អ្នកដែលនៅពីក្រោយខ្នងនៃការប្រព្រឹត្តឆបោកអនឡាញនេះឲ្យបានមានប្រសិទ្ធភាពយកមកផ្ដន់ទាទោសដើម្បីរកយុត្តិធម៌ជូនជនជាតិអាមេរិកបងប្អូនចាំណាលោក Christopher Anderson នឹងសច្ចាចាត់ការមេដឹកនាំឬក៏អ្នកដែលនៅពីក្រោយខ្នងនៃក្រុមអក្រិតជនឆបោកនៅកម្ពុជានេះគឺមិនមែនប្រយោជន៍ខ្មែរទេគឺដើម្បីប្រយោជន៍សហរដ្ឋអាមេរិកក៏ប៉ុន្តែវាជាភ័ព្វនិស័យភ័ព្វព្រេងវាសនាសម្រាប់កម្ពុជាដែរដែលខ្ញុំនិយាយចឹងថាបើគុំតែជនរងគ្រោះនេះជាជនជាតិអាមេរិកម្លេះសំមិនមានការកម្ចាត់ការឆបោកអនឡាញក៏ក្រឹកកក្រែងដូចរាល់ថ្ងៃហ្នឹងឯងប៉ុន្តែការឆបោកអនឡាញដែលគេកម្ចាត់យ៉ាងក៏ក្រឹកកក្រែងនេះក៏ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាឆាកល្ខោនដែរជាការបំពេញឲ្យគ្រប់កិច្ចដែរព្រោះអីលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានចូលទៅក្នុងស្រុកខ្មែរបញ្ចប់របាយការណ៍ថ្ងៃ31ខែកក្កដាក៏គាត់និយាយថាគាត់ទទួលស្គាល់ថាមានការបង្ក្រាបឆបោកអនឡាញយ៉ាងកក្រឹកកក្រែងគាត់សរសើររដ្ឋាភិបាលក៏ប៉ុន្តែក្នុងន័យហ្នឹងគាត់សួរថាតើហេតុអីបានជាចាប់បានតែកពឹសហើយកភ្លៀងហើយត្រីក៏ចោះឯណាផ្ទុកច្ដោត្រីរស់ឯណានៅឯណាមិនដែលឃើញចាប់បានមួយអញ្ចឹងលោកលើកទឹកចិត្តឲ្យចាប់បានអ្នកទាំងអស់នោះហើយឥឡូវវាស្របទៅនឹងអ្វីដែលលោក Christopher Anderson បានសច្ចាថានឹងត្រូវក៏បួចអ្នកនៅពីក្រោយនឹងឲ្យអស់ទៀតហើយមានឈ្មោះនៅក្នុងបញ្ជីមានអុកញ៉ាមហាមន្ត្រីមានលោកហ៊ុនតូមានលោកកុកអានមានលោកលីយ៉ុងផាត់អីដែលអត់មាននរណាចាត់ការអីសោះរហូតដល់ចុងក្រោយលោកហ៊ុនម៉ាណែតទៅប្រាប់សារព័ត៌មាន The Bloomberg TV Network ដែលមានមូលដ្ឋានគ្រឹះនៅសង្ហបុរីនោះដែលគេមកសម្ភាសដល់ស្រុកខ្មែរគាត់ថារឿងលោកលីយ៉ុងផាត់និងលោកកុកអានគឺជារឿងបុគ្គលឯកជនមិនតាក់ទងនឹងរឿងជាតិផងហើយគេជួលមេធាវីទៅលុបឈ្មោះលុបអីកុំឲ្យមាននៅក្នុងបញ្ជីខ្មៅរឿងនេះខ្ញុំជឿថាគឺជារឿងមួយដែលលោកហ៊ុនម៉ាណែតមិនចាត់ការយ៉ាងណាក៏ប៉ុន្តែមានមន្ត្រីទាំងអស់នេះដែលសេចក្ដីចាត់ការអ្នករាយការណ៍ពិសេសក៏ឆ្ងល់រឿងហ្នឹងឥឡូវលោក Christopher Anderson ក៏ឆ្ងល់រឿងហ្នឹងឬក៏ចង់ចាត់ការរឿងហ្នឹងបន្ថែមពីហ្នឹងគឺមន្ត្រី FBI មេ FBI តែម្ដងគឺលោក Kash Patel បានចូលទៅដល់ស្រុកខ្មែរទៅប្រាប់ថាគេនឹងយកចិត្តទុកដាក់ខ្លាំងបំផុតគឺឲ្យដោះស្រាយបញ្ហានេះឥឡូវនេះសារម្សិលមិញម្សិលមួយថ្ងៃនេះលោក Kash Patel បាននិយាយថាមិនចំពោះថាអ្នកនៅកាហែងមេឃណាទេគឺយើងអាមេរិកនឹងក៏បួចអ្នកនោះទាំងអស់យកមកផ្ដន់ទាទោសនៅមុខតុលាការអាមេរិកដើម្បីយុត្តិធម៌ហើយយកលុយយកអីហ្នឹងសងទៅជនរងគ្រោះដែលជាយាយតាចាស់ដែលគេឆបោកហ្នឹងអញ្ចឹងក្នុងហ្នឹងក៏គឺលោក Kash Patel និយាយអំពីរឿងស្រុកខ្មែរនិយាយពីលោក Gen Z និងបណ្ដាញឆបោកអនឡាញដែលនៅពីក្រោយលោក Gen Z ហ្នឹងអញ្ចឹងរឿងនេះមួយបងប្អូនត្រូវចាំមើលលោក Christopher Anderson បើគាត់អត់ធ្វើបើគាត់អត់ចាត់ការឲ្យមន្ត្រីរដ្ឋាភិបាលចាប់មន្ត្រីដែលនៅពីក្រោយខ្នងនៃការឆបោកអនឡាញហ្នឹងទេគឺបងប្អូនដឹងហើយស្ថានទូតអាមេរិកនៅណាទៅសួរគាត់ទៅធ្វើញត្តិតវ៉ាប្រាប់គាត់ថាចោះមិនការសន្យានេះយ៉ាងម៉េចអាហ្នឹងសន្យាទី1របស់លោក Christopher Anderson ទី2ដោយសារសហរដ្ឋអាមេរិកស្រឡាញ់ប្រជាធិបតេយ្យហើយចង់បណ្ដោះអាគោលការណ៍ប្រជាធិបតេយ្យនៅជុំវិញពិភពលោកចំណុចទី2នេះគឺជាចំណុចដ៏ល្អបំផុតដែលលោក Christopher Anderson សច្ចាថានឹងធ្វើឲ្យបានគឺការដែលស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញនៅស្រុកខ្មែរ
ព្រោះគាត់បាននិយាយថាគាត់បានស្រាវជ្រាវនិងដឹងរឿងច្រើនណាស់អំពីការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាពិសេសសិទ្ធិសេរីភាពនៃការធ្វើនយោបាយការធ្វើទុកបុកម្នេញរបស់បកប្រឆាំងសកម្មជនចលនាមេដាធម្មជាតិឬក៏សកម្មជនប្រឆាំងផ្សេងទៀតហ្នឹងដែលតាមរយៈការដែលបង្ក្រាបពួកគាត់អញ្ចឹងតកតងនឹងការប៉ះពាល់សិទ្ធិសេរីភាពនេះគឺលោកនឹងបដិញ្ញាដូចគ្នាថានឹងស្ដារលើកទឹកចិត្តជំរុញសហការជាមួយរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញរឿងនេះគឺវាត្រូវនឹងអ្វីដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Christopher Anderson ទើបតែលើកឡើងមានជាង10ចំណុចតកតងនឹងការដោយថារដ្ឋបတ်សិទ្ធិសេរីភាពឬក៏បំផ្លាញសិទ្ធិមនុស្សនៅកម្ពុជាដែលលោក Christopher នឹងរាយការណ៍របាយការណ៍នេះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំឡុងខែតុលាអីហ្នឹងដើម្បីឲ្យកម្ពុជាដោះស្រាយឲ្យកម្ពុជាខ្លួនឯងថ្ងៃ8ខែសីហាថ្ងៃ7ខែសីហាម្សិលមិញនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយរួចទៅហើយបញ្ជាក់ថាអ្វីដែលលោក Christopher សំទោសលោក Andrews Thomas Andrews លើកឡើងនេះគឺទទួលយកគ្រប់ចំណុចដើម្បីយកទៅជជែកនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអញ្ចឹងបងប្អូនត្រូវទី1គឺត្រូវរងចាំធ្វើយ៉ាងម៉េចឲ្យលោកThomas Andrews ទទួលខុសត្រូវចំពោះការរកឃើញរបស់គាត់និងគាត់សច្ចាថានឹងឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះឲ្យបានទី2គឺលោក Christopher Anderson ដែលសច្ចា2ចំណុចរឿងឆបោកផងរឿងសិទ្ធិមនុស្សដែរនិងទី3គឺតកតងនឹងរដ្ឋាភិបាលកម្ពុជាក៏ព្រមទទួលថារបាយការណ៍របស់អង្គការសិទ្ធិមនុស្សរបាយការណ៍អង្គការសហជីវជាតិអ្នករាយការណ៍ពិសេសនេះក៏ត្រឹមត្រូវគ្រប់ចំណុចដែរ